ស្លឹកបាសដែលយើងតែងតែយកមកធ្វើម្ហូបសម្រាប់ទទួលទានណាបងប្អូនគឺវាមានអត្ថប្រយោជន៍ច្រើនមែនទែននៅពេលដែលបានដឹងពីអត្ថប្រយោជន៍បានដឹងថាអូហូស្លឹកបាសគឺវាមានអត្ថប្រយោជន៍អស្ចារ្យមែនទែនដែលយើងគួរតែទទួលទានបានជារៀងរាល់ថ្ងៃអញ្ចឹងណាបងប្អូនបាទទី1គឺវាជួយបង្ការជំងឺមហារីកក្រពះនេះបើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រគេថាទទួលទានស្លឹកបាសឲ្យបានញឹកញាប់ហ្នឹងជាតិសរសៃដែលមាននៅក្នុងស្លឹកបាសនេះគឺវាអាចជួយកាត់បន្ថយអត្រានៃការកើតជំងឺមហារីកក្រពះហ្នឹងគឺបានយ៉ាងល្អមែនទែនតែម្ដងបាទហើយទី2នេះគឺវាជួយការពាររាងកាយស្លឹកបាសគឺវាមានផ្ទុកអាសារធាតុ beta carotene នេះដែលជួយការពារការកើតមហារីកទូទៅនិងមានវីតាមីន C ព្រមទាំងជាតិដែកផងដែរហើយចំណែកទី3នេះគឺវាជួយឆ្អឹងនិងធ្មេញរបស់យើងឲ្យរឹងមាំផងដែរនេះក៏ដោយសារតែស្លឹកបាសគឺវាមានសារធាតុកាល់ស្យូមដ៏សម្បូរបែបដែលជួយឆ្អឹងនិងធ្មេញរបស់យើងឲ្យរឹងមាំបានរីឯចំណែកទី4គឺវាជួយសម្រួលដល់កាពះពោះវៀនបានបងប្អូនគឺវាជួយកាត់បន្ថយអាការៈមិនស្រួលខ្លួនដូចជាចុកឆ្អល់តឹងពោះនិងចុកពោះជាដើមអញ្ចឹងណាបងប្អូនដោយសារតែស្លឹកបាសគឺសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗជាច្រើនជាពិសេសជាប្រភេទបន្លែពណ៌បៃតងផងនៅពេលដែលយើងទទួលទានជាប្រចាំហ្នឹងគឺជួយយើងមិនឲ្យឡើងគីឡូទេបងប្អូនគឺរក្សាគីឡូរក្សាស្កររក្សាខ្លាញ់បានល្អមែនទែននៅក្នុងសរសៃឈាមរបស់យើងណាគឺមិនព្រួយបារម្ភខ្លាចលើសស្ករលើសឈាមឬក៏លើសខ្លាញ់លើអីទេបាទគឺពិសេសមែនទែនតែម្ដងដូច្នេះហើយបងប្អូនគួរតែទទួលទានឲ្យបានជារៀងរាល់ថ្ងៃហើយដើម្បីទទួលទានឲ្យបានជារៀងរាល់ថ្ងៃហ្នឹងគឺមិនធុញមិនទ្រាន់គឺបងប្អូនមានតែមួយយ៉ាងទេគឺលក្ខណៈជាម្សៅស្លឹកបាសហ្នឹងឯងបងប្អូនគឺយើងអាចដាក់តាមខ្លួនទៅណាទៅណីគឺយើងមានតែមួយកូនកែវទៅគឺយើងអាចញ៉ាំជាប្រចាំបានអញ្ចឹងណាបាទមួយថ្ងៃម្ដងពីរដងគឺបានដែរអញ្ចឹងណាបាទដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់យើងបានហើយសម្រាប់ខ្ញុំគឺមានការធ្វើជាប្រភេទម្សៅស្លឹកបាសនេះដូចបងប្អូនបានឃើញហើយគឺលាងច្រើនទឹកមែនទែនបាទ3 4ទឹកតម្រុំតែបានស្អាតជ្រះដីបានល្អណាបងប្អូនបាទឃើញថាជាប្រភេទដែលតងគេតងឯងអញ្ចឹងមែនក៏ប៉ុន្តែនៅពេលដែលលាងឃើញមានដីមានអីច្រើនគួរសមដែរបងប្អូនបាទតម្រុំតែលាងបានស្អាតឥឡូវបានស្អាតរួចរាល់ហើយក៏យកវាចាប់ផ្ដើមយកមកដាក់ក្នុងទូសម្ងួតអញ្ចឹងទៅហើយឃើញតែស្ដាំងអញ្ចឹងមែនបងប្អូនគឺសម្ងួតគឺយូរមែនទែនបាទរយៈពេលមកយកមួយថ្ងៃដែរទម្រាំតែស្ងួតបានយកមកកិនធ្វើជាម្សៅជាអីបានគឺចំណាយពេលយូរគ្រាន់បើដែរបាទគឺមកយកមួយថ្ងៃឯណោះហើយសម្រាប់បងប្អូនដែលត្រូវការជាប្រភេទម្សៅស្លឹកបាសជំរឿគឺបងប្អូនទី1គឺអាចធ្វើខ្លួនឯងបានតែបើសិនជាបងប្អូនរវល់មិនមានពេលគ្រប់គ្រាន់ទេក៏បងប្អូនអាចទំនាក់ទំនងខាងខ្ញុំបានដូចគ្នាអញ្ចឹងណាទៅតាមរយៈលេខ077 23 94ដែលមានទីតាំងគឺនៅក្នុងខេត្តបន្ទាយមានជ័យក្រុងសេរីសុផុនរបស់យើងនឹងតែម្ដងបាទអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការចង់ទទួលទានជាប្រភេទបន្លែស្លឹកបាសជាម្សៅស្លឹកបាសឬក៏ម្សៅអីផ្សេងក៏បងប្អូនអាចទំនាក់ទំនងទៅតាមលេខនឹងបានដូចគ្នាអញ្ចឹងបាទឥឡូវរួចរាល់ហើយបងប្អូនរយៈពេលមកយប់ថ្ងៃគឺស្ងួតហើយក៏ចាប់ផ្ដើមយកមកក្លុកមកបាទហើយបន្ទាប់មកបានជាប្រភេទម្សៅស្លឹកបាសដែលល្អមែនទែនបាទគឺគ្មានលាយសារធាតុគីមីទេជាប្រភេទស្លឹកបាសដែលនៅក្នុងស្រុកក្នុងភូមិណាអត់មានជាប្រភេទស្លឹកបាសនាំចូលទេបងប្អូនគឺល្អមែនទែនបាទបាយបាយ